Video sir ông của mình good morning. Bữa nắng nhom ban thua cà phê mà cá hộp cà phê muốn là chập đàm chầm hộp ban cà phê cả đào mùi phê màu hay năng nhà năng trong thơ cái tiêu đòn chân nhom đo buổi cô sa nhom có ta có tranh nó bay tháng ngày nó tiền đòn chân nhom đo chân có sập thơ cái tiêuថ្ងៃនៅឲ្យគាត់ហូបចឹងណាហើយក៏ទៀតឆ្អឹងគោដែលខ្ញុំប្រើឆ្អឹងគោដែលមានខ្លាញ់ក្នុងនឹងចឹងតិចទៅហើយនឹងសាច់គោឆ្អឹងគោចាស់ខ្ញុំមិនដឹងគេហៅអីគេនៅខ្មែរពេលខ្ញុំហៅទៅឆ្អឹងគោចឹងណាមានសាច់គោដែលមានសរសៃដែលយើងវាទៅដាក់ចូលក្នុងស៊ុបឲ្យមានជាតិឆ្ងាញ់ហើយនឹងខ្ញុំមានឆ្អឹងគោមួយយ៉ាងនេះទៀតខ្ញុំមិនដឹងខ្ញុំហៅតែឆ្អឹងគោដូចគ្នាព្រោះគេពោលដល់ចឹងទៅមានឆ្អឹងជាប់នៅនឹងអញ្ចឹងណាប៉ុន្តែអាគៀងយើងគេហៅ beef rib ដែលខ្ញុំប្រើអានឹងដែរវាចូលជាតិឆ្ងាញ់ពេលញ៉ាំទៅយើងដួសដាក់ចានមួយអីចឹងទៅគ្រួសារខ្ញុំក៏ជួយចិត្តបើកូនខ្ញុំអីគេអត់ញ៉ាំទេគេញ៉ាំតែមីបញ៉ាំអីចឹងណាហើយនឹងសាច់ដាក់នៅក្នុងនឹងប៉ុណ្ណឹងអូខេអញ្ចឹងខ្ញុំទៀតហើយខ្ញុំបានដាំទឹកពុះនៅក្រោយស្រស់សាច់គោយើងហ្នឹងណាព្រោះឲ្យពេលយើងស្រស់ទៅឲ្យវាអស់ជាតិឲ្យវាអស់ដូចថាដែលយើងចង់បានអញ្ចឹងដូចជារបៀបវាចេញពពុះមកដូចថានេះអត់សល្អដល់អញ្ចឹងទៅយើងស្រស់ទៅយើងញ៉ាំស្និតជាងអញ្ចឹងណាខ្ញុំសាច់គោបាក់ប៉ុណ្ណាពេលយើងល្ងស់យូរទៅវាមកបាក៏ជួយចិត្តណាអង្គរហ្នឹងអាមានតសៃចប់តសៃហ្នឹងណាពេលក៏ហូបគាត់ក៏ជួយចិត្តហ្នឹងតែប៉ុណ្្នឹងឯងហើយនេះខ្ញុំអត់នេះទេខ្ញុំអត់ហាន់វាព្រោះយើងដាក់នឹងចឹងគេហាន់ពីនេះមករួចហើយអូនឹងហើយខ្ញុំដកមីបខ្ញុំប្រើម៉ានេះហើយខ្ញុំដឹងថាបងប្អូនមើលឃើញអត់ទេណាខ្ញុំប្រើម៉ានេះមីបនេះគេមានគេដាក់ថា beef meatball beef tendable so វាមានសរសៃនៅក្នុងមីបហ្នឹងណាសាច់គោហើយនឹងកាទៀវខ្ញុំប្រើម៉ាក់នេះខ្ញុំប្រើនេះឯង it's good ខ្ញុំថាចឹងហើយនឹងបានចាស់ខ្វៃបានចាស់ខ្វៃមកថងបើឥឡូវនេះខ្ញុំឃើញគេធ្វើនៅក្នុង YouTube គេយកpizza dough គេយកមកធ្វើដែរហើយគេដាក់ចៀនអញ្ចឹងណាប៉ុន្តែខ្ញុំអត់ទាន់ដែលបានទៅហើយគាត់បានសាអីដល់អញ្ចឹងទៅខ្ញុំទិញតែស្រាប់អញ្ចឹងមកខ្ញុំដាក់ក្នុង air fryer ប្រហែលជា2នាទីកន្លះ2នាទីសងខាងអញ្ចឹងទៅឆ្អិនល្មមប៉ុន្តែខ្ញុំចង់ធ្វើចាស់ខ្វៃអញ្ចឹងដែរដូចទៅទិញអា pizza dough ហ្នឹងវាសើថ្លៃយើងទិញមកយើងធ្វើចៀនខ្លួនយើងអញ្ចឹងណាហើយនឹងតិចទៀតហ្នឹងខ្ញុំនឹងណែដាក់ខ្ទឹមនៅលើ stove យើងលើកញ្ច្រានយើងហើយចាំខ្ញុំដាក់ស៊ុបឥឡូវហ្នឹងខ្ញុំដាំទឹកដាក់សាច់គោយើងហ្នឹងណាឆ្អឹងគោយើងនឹងនៅក្នុងទឹកហ្នឹងខ្ញុំបានដាក់អំបិលចូលតិចណាហើយទៅយើងដាក់អាហ្នឹងចូលទៅចាំមើលពេលស្រស់ទៅបានខ្ញុំចង់និយាយថាវាចេញពុះដែលនៅជាប់នឹងដែលយើងអត់ចង់ពេលយើងដាក់ស៊ុបយើងទៅវាអត់មើលទៅល្អហ្នឹងហើយពាក្យខ្ញុំចង់កាសពាក្យហ្នឹងរត់នឹកអត់ឃើញស៊ីខ្ញុំដាក់ចឹងទៅឲ្យវាពុះចេញនេះអស់ទៅចាំយើងលាងវាចាំដាក់ចូលស៊ុបនេះឆ្អឹងគោយើងពុះហ្នឹងដែលខ្ញុំប្រាប់អំពុះមីងថាដែលវាចេញពពុះចេញមករៀងល្អអញ្ចឹងហ៎អញ្ចឹងខ្ញុំមើលទៅឃើញថាវា clear នេះហើយរីកមកល្មមហើយខ្ញុំនឹងចាក់វាលាងវាចេញបងខ្ញុំដាក់ចូលស៊ុបនេះឆ្នាំស៊ុបយើងដែលខ្ញុំដាក់ដាំទឹកហើយខ្ញុំបានដាក់ឆៃពៅមួយហើយនឹងខ្ញុំដាក់ប៊ីចេងបន្តិចស្ករបន្តិចអំបិលបន្តិចខ្ញុំបានដាក់ទឹកត្រីឯងចាំខ្ញុំដាក់សាច់ចូលចាំខ្ញុំដាក់ទឹកត្រីហ្នឹងខ្ញុំបានណែនេះខ្ទឹមបារាំងខ្ញុំរួចហើយដល់អញ្ចឹងខ្ញុំដាក់ចូលក្នុងហ្នឹងដែរនេះឆ្អឹងគោដែលខ្ញុំស្រស់មកខ្ញុំលាងស្អាតហើយដល់អញ្ចឹងឥឡូវហ្នឹងខ្ញុំនឹងបង់ដាក់ចូលនៅក្នុងស៊ុបយើងចាំស៊ុបយើងខ្ញុំដាក់ឆ្អឹងគោចូល
ទុកមកស្ទុះសិនឲ្យពុះចាំខ្ញុំដាក់ទឹកត្រីបន្តិចដាក់អីចឹងថែមទៅណាឲ្យពុះសិនហើយនឹងខ្ញុំដាំទឹកទុកព្រោះអីពេលយើងងាស់ឆ្អឹងគោនៅក្នុងនឹងអញ្ចឹងវា take time វាយូរបន្តិចណាដល់អញ្ចឹងខ្ញុំបានដាំទឹកនៅកសៀវខ្ញុំនៅទុកឲ្យពេលរីងតិចទៅខ្ញុំថែមទឹកដែលខ្ញុំដាំនៅកសៀវអូខេឥឡូវបន្លែខ្ញុំលាងហើយអញ្ចឹងខ្ញុំមកហាន់បន្លែតិចនេះខ្ញុំតែខ្ញុំថាដាក់ចូលក្នុងស៊ុបឥឡូវខ្ញុំទៅបង់ក្នុងស៊ុបផ្លេតសិនដាក់ក្នុងស៊ុបចឹងទៅវាមានជាតិពេលវារៀងឆ្អិនតិចយើងងាស់មកស្ទុះសិនខ្ញុំនឹងដកចេញនេះគឺបង្ស៊ូយើងដែលខ្ញុំហាន់ហើយដែរវាឆ្ងាញ់ខ្ញុំបានលាងទឹកដែលខ្ញុំដាំនៅកសៀវនេះពុះហើយលឺសូរទឹកហ្នឹងខ្ញុំក៏ដាំទុកដូចយើងថែមស៊ុបយើងពេលស៊ុបយើងវារីងទឹកចឹងណាខ្ញុំថែមព្រោះយើងនៅរងាស់សាច់ទៀតនៅក្នុងនឹងយូរដែរឡោះឆ្មាហើយនឹងខ្ញុំគឺចិត្តដាក់ខ្ទឹមពីលើគុយទាវនឹងចឹងណាគ្រូសាខ្ញុំក៏សូវជួយចិត្តទេខ្ទឹមពីលើប៉ុន្តែខ្ញុំតែបែបគាត់ថាញ៉ាំខ្ទឹមល្អហើយនឹង jalapeno ខ្ញុំហាន់របៀបចាស់ពួកអីខ្លះណាខ្ញុំចូលចិត្តញ៉ាំចឹងខ្ញុំហាន់របៀបចឹងទៅខ្ញុំហាត់ចូលក្នុងគុយទាវខ្លះឬមួយបើខ្ញុំអត់ចង់ដាក់ចូលក្នុងគុយទាវខ្ញុំញ៉ាំដូចថារបៀបឡាវគេញ៉ាំហ្មងគេដាក់គេញ៉ាំឲ្យគេដាក់កាពិនឹងជាហៀងកាពិហ្នឹងខ្ញុំយក jalapeno មួយចឹងទៅខ្ញុំយកជ្រលក់ជាមួយកាពិទៅខ្ញុំញ៉ាំកាទៀវឆ្ងាញ់បងប្អូនដែលតន់សាកចឹងណាហើយរៀបហើយហើយបានពីស្បត់មួយថងខ្ញុំទិញហើយភាសាខ្ញុំក៏ជួយចិត្តដាក់ប៉ាតេនៅក្នុងគុយទាវគាត់ដល់អញ្ចឹងខ្ញុំទិញប៉ាតេនេះម៉ាក់នេះប៉ាតេហ្នឹងខ្ញុំហាន់បន្តិចទៅខ្ញុំដាក់ទៅហើយនឹងខ្ញុំដក shrimp ខ្ញុំត្រាំទឹករួចហើយអាហ្នឹងខ្ញុំស្រុះចាំពេលយើងញ៉ាំគុយទាវចាំខ្ញុំស្រុះជាមួយកាត់carrot អានេះខ្ញុំនឹងកាត់ carrot ហ្នឹងចាំដាក់បងចូលស៊ុបពេលស៊ុបចិត្តឆ្អិនអូខេ carrot ខ្ញុំក៏ខ្ញុំចិត្តហើយនឹងមីបខ្ញុំដាក់កមូចឹងខ្ញុំលាងទឹកទៅហើយនេះវារួចខ្ញុំដាក់អញ្ចឹងហើយប៉ុន្តែខ្ញុំបងតពេលពេលស៊ុបយើងចិត្តហើយអញ្ចឹងខ្ញុំបងចូលក្នុងនឹងអូខេឥឡូវខ្ញុំមកហាន់ប្រហិតយើងទៅបន្តិចទេពួកមានណាគេហូបទេមានតែគ្រួសារខ្ញុំឯងគាត់ហូបប្រហិតនៅក្នុងកាទៀវនឹងអញ្ចឹងណា
ប៉ុណ្ណឹងចូលក្នុងទាវផងទាវខ្ញុំដែលខ្ញុំស៊ុបដែលខ្ញុំដាក់ហ្នឹងហ៎ហើយវាចេញអញ្ចឹងទៅយើងគាត់ដុសចាញ់ដុសចោលអញ្ចឹងណាឃើញ clear ដល់វា clear អញ្ចឹងទៅវាអត់មានអីដូចថាទឹកយើងមើលទៅថ្លាដល់អញ្ចឹងពេលវាពុះមកទៀតយើងក៏ដួសចោលទៀតទៅហើយយើងធ្វើតាមនឹងទៀតទៅណាហើយនឹងពេលសាច់យើងនេះយើងឃើញទឹករៀងចាំយើងថែមទឹកទៀតហើយយើងភ្លក់តាមនឹងទៅព្រោះអីពេលយើងថែមទឹកជាតិនៅក្នុងនឹងដែលយើងដាក់ទឹកត្រីទឹកអីហ្នឹងឬមួយក្នុងស៊ុបអីហ្នឹងតែយើងដាក់ចូលទៅវារៀងសាបយើងថែមប្រហែលគឺខ្ញុំហាន់ហើយនឹងខ្ញុំគឺខ្ញុំបកហើយដែរដល់អញ្ចឹងខ្ញុំបករួចខ្ញុំដាក់ចូលក្នុងទូតិចទៀតខ្ញុំនឹងហាន់សាច់ដាក់ចុះទៅពេលគ្រួសារខ្ញុំមកនឹងគាត់ខ្ញុំនឹងស្រស់កាទៀវគាត់ហូបប៉ុន្តែស្រួលកាទៀវយើងធ្វើមួយឆ្នាំនឹងបានមកគ្រួសារញ៉ាំទាំងអស់គ្នាហើយអត់ថ្លៃទេបើយើងទៅញ៉ាំនៅរេស្តូរ៉ង់អីចឹងខ្ញុំញ៉ាំដែរប៉ុន្តែតែពេលយើងដើរម្ដងម្យាមដែលយើងអត់មាននេះអីចឹងណាយើងដើរលេងចឹងទៅយើងក៏ចូលញ៉ាំទៅប៉ុន្តែបើថាយើងចង់ញ៉ាំមកគ្រួសារយើងធ្វើតែមួយឆ្នាំហ្នឹងញ៉ាំបានមកគ្រួសារទាំងអស់គ្នាមិញខ្ញុំភ្លេចប្រាប់ថាខ្ញុំបានឃើញមានស្លាបមាន់ហើយនឹងsteak rib និង beef rib ហ្នឹងនៅសល់បន្តិចចឹងទៅដាក់អាំងទុកឲ្យកូនញ៉ាំពេលកូនចេញវិរៀនទៅគេគាត់ថាកូនឃ្លានក៏កូនញ៉ាំទៅបើនេះអត់ចឹងទៅឲ្យតែមានស្រាប់ចឹងទុកឲ្យកូនខ្លះណាកូនញ៉ាំខ្លះណាកូនអត់ញ៉ាំប៉ុន្តែឃើញមានហើយក៏ខ្ញុំដាក់ចូលក្នុង air fryer ពេលខ្ញុំកំពុងធ្វើកាទៀវរៀបកាទៀវហ្នឹងដាក់ឲ្យហើយទៅបើកូនញ៉ាំក៏ញ៉ាំទៅស៊ុបយើងក៏ខ្ញុំរងាស់បានយូរដែរហើយសាច់ក៏ផុយដែរហើយអញ្ចឹងឥឡូវហ្នឹងខ្ញុំនឹងដាក់មីប៉លហើយនឹងការ៉ុតចូលស៊ុបយើងណាសាយបងប្អូនវាស្អាប់បន្តិចវាក្តៅចាអូខេដឹងតើពុះម្ដងទៀតខ្ញុំបិទដែរហើយចាំពេលគ្រួសារខ្ញុំមកខ្ញុំនឹងបើអត់ទេតាមពិតអត់បាត់ទេខ្ញុំផ្ងំនៅឲ្យទូចចឹងណាវាផ្ងំវានៅឲ្យទូចទៅវាអត់នេះទេវានៅល្អវានៅស៊ុបយើងមានជាតិនៅឆ្ងាត់ពេលខ្ញុំដាក់ការ៉ុតហើយនឹងមីបចូលចឹងហើយប្រហែលជាតាម20នាទីទៀតខ្ញុំបិទហើយពួកអីគ្រួសារខ្ញុំតបាយថ្ងៃបានគាត់ចាញ់មកចឹងហ៎ខ្ញុំបិទទៅហើយដល់ពេលគាត់មុនគាត់មកអញ្ចឹងគាត់ខលប្រាប់ខ្ញុំអញ្ចឹងទៅខ្ញុំបើកភ្លើងវិញហើយដាំទឹកស្រស់កាទៀវទឹកខ្ញុំពុះហើយណាដល់អញ្ចឹងខ្ញុំចង់ស្រស់ពីងស្ប្រោតបន្តិចហើយនឹងកាទៀវគួរឲ្យគ្រួសារខ្ញុំពុះហើយណាដល់អញ្ចឹងខ្ញុំចង់ស្រស់ពីងស្ប្រោតបន្តិចហើយនឹងកាទៀវគួរឲ្យគ្រួសារខ្ញុំខែឥឡូវហ្នឹងខ្ញុំដាក់កាទៀវស្រស់កាទៀវក៏ដាក់មួយផ្លែកទេAre you guys how you guys do natural? You guysនេះខ្ញុំស្រក់ឲ្យគ្រួសារខ្ញុំរួចហើយខ្ញុំដាក់ប៉ាតេហើយនឹងសាច់គោជីខ្ទឹមប្រាំងអីចឹងណាហើយនឹងខ្ទឹមពងនោះខ្ញុំមានខ្ញុំបានប្រពងវាមុននឹងហើយដល់អញ្ចឹងខ្ញុំមានហើយឥឡូវខ្ញុំយកទៅ
vậy em không tích sân.នេះកាទៀវគ្រួសារខ្ញុំហើយដូចស្រេចឥឡូវខ្ញុំទៅដាក់គ្រឿងឲ្យគាត់សិនអូខេនេះកាទៀវគ្រួសារខ្ញុំដាក់រួចហើយខ្ញុំដាក់គ្រឿងដូចជានៅក្នុងកាទៀវហ្នឹងខ្ញុំដាក់តាsriracha ម្ទេសហើយនឹង hoisin sauce ហើយនឹងម្ទេសលីងគេរៀងហឹលហើយនឹងចាស់ខ្វៃខ្ញុំក៏ហើយដែរដល់ពេលគាត់ហូបបាយហើយនេះកាទៀវខ្ញុំខុសពីគ្រួសារខ្ញុំដាក់ shrimp ខ្ញុំដាក់កាទៀវទីជាងកតហើយមីបោខ្ញុំញ៉ាំតែមួយទេនេះរបស់ខ្ញុំហើយខ្ញុំចូលចិត្តម្ទេសច្រើនដល់អញ្ចឹងខ្ញុំដាក់ម្ទេសលីងនឹងច្រើនជាងគាត់អញ្ចឹងណាអូខេមកហូបទាំងអស់គ្នាអូខេអពុមីងមកហូបកាទៀវទាំងអស់គ្នា 빨간색, 너 저 남자 아니면 안 되겠니? 꼭 만나야겠어? 꼭 그래야겠으면 가서 전에 풍시, 꽃신, 비단 이딴 거 사올 거면 빈속에 와서 그 손에 치킨이나 들어가라. 그게 널 위한 길이라고. Chanh một Nít đây em phải ông Pumin thà nhưng chưa trận nhầm jalapeno chili copy đó jalapeno chili copy hay là nhưng chưa trận nhầm tích tới nhưng chưa lộ chả khoai cho môi cái tiêu nhầm nừng bạn con này là nhầm cái tiêu sần toàn là cái đau con nhập bài con con tâm tranh về riêng xong con nhập bài và đừng đi trong nhầm ấy tiền mất tiền hậu tiền luôn hậu còn Get out. Let's go. Hãy có đâu no ok bye bye nhầm thị sen con nhầm cái nhầm chả khoai là mì bò cái đút súp nước máu hay đặc mì bó nhầm một chả khoai con nhầm cái tiêu của em mua cái đá năng ớt bên sơ này chú chân nhầm cái tiêu nhầm ấy bơ sấy phơi nhóm chú chân nhầm cái tiêu I'm gonna eat something now.